lọp ọtអង្គុយញ៉ាំអីជុំគ្នា5 ទៅ 6 នាក់តែមូតាមខំតែយើងម្នាក់ឯងអ្នកខ្លះថាមកពីយើងឈាមផ្អែមទើបមូចូលចិត្តតើវិជាការពិតមែនដែរទេថ្ងៃនេះចងល់នឹងនាំអ្នកទាំងអស់គ្នាមកដឹងពីមូលហេតុពិតប្រាកដដែលធ្វើឲ្យអ្នកខ្លាចជាអាហារដ៏មានអជារសសម្រាប់សត្វមូការបកស្រាយតាមបែបវិទ្យាសាស្ត្រមានហេតុផលចម្បងចំនួន4ដែលហេតុផលចម្បងទី1គឺក្រុមឈាមតាមការសិក្សាមូសចូលចិត្តមនុស្សដែលមានក្រុមឈាម O ជាងគេមនុស្សក្រុមឈាម O ទាក់ទាញមូសខ្លាំងជាងក្រុមឈាម A ដល់ទៅជិត2ដងមូសអាចដឹងពីក្រុមឈាមរបស់យើងតាមរយៈសារធាតុគីមីដែលរាងកាយរបស់យើងបញ្ចេញតាមស្បែកហេតុផលទី2គឺការដកដង្ហើមមូសប្រើប្រាស់រ៉ាដាពិសេសដើម្បីហិតក្លិនឧស្ម័នកាបូនឌីអុកស៊ីតឬ CO2 ដែលយើងដកដង្ហើមចេញអ្នកដែលដកដង្ហើមខ្លាំងមនុស្សដែលមានដង្ហើមធំឬអ្នកដែលទើបតែហាត់ប្រាណរួចនឹងបញ្ចេញ CO2 ច្រើនដែលធ្វើឲ្យមូសអាចដឹងពីទីតាំងរបស់យើងបានពីចម្ងាយរហូតដល់50 ម៉ែត្រឯណោះហេតុផលទី3គឺក្លិនខ្លួននឹងញើសមូសចូលចិត្តក្លិនអាស៊ីតឡាក់ទិកនិងអាស៊ីតអ៊ុយរិកដែលមាននៅក្នុងញើសរបស់យើងក្រៅពីនេះបាក់តេរីនៅលើស្បែករបស់មនុស្សយើងម្នាក់ក៏ខុសគ្នាដែរមនុស្សខ្លះមានក្លិនដែលមូសស្អប់ជាថ្នាំការពារមូសពីធម្មជាតិតែមនុស្សខ្លះទៀតមានក្លិនដែលមូសប៉ងប្រាថ្នាហេតុផលទី4គឺពណ៌សម្លៀកបំពាក់ក្រៅពីហេតុក្លិនមូសក៏ប្រើភ្នែកមើលដែរប្រសិនបើអ្នកស្លៀកពាក់ពណ៌ខ្មៅក្រហមឬពណ៌ដិតនោះនឹងងាយស្រួលឲ្យមូសមើលឃើញអ្នកជាងអ្នកដែលស្លៀកពាក់ពណ៌ស្រាលៗដូចជាពណ៌សឬពណ៌លឿងតិចនិចការពារខ្លួនសាកល្បងស្លៀកពាក់ពណ៌សម្លៀកបំពាក់ស្រាលៗដូចជាពណ៌សឬពណ៌លឿងដែលបានរៀបរាប់មិញងូតទឹកជំរះញើសឲ្យបានស្អាតក្រោយពេលធ្វើការងារធ្ងន់ប្រើប្រាស់ថ្នាំការពារមូសឬកង្ហារដើម្បីបណ្ដេញវាចឹងការដែលមូសខាំយើងច្រើនមិនមែនមកប្រឈាមយើងតាមដោយដំណើរពីមុននោះទេតែវាអាស្រ័យលើក្រុមឈាមក្លិនខ្លួននិងសម្លៀកបំពាក់របស់យើងចុះអ្នកទាំងអស់គ្នាវិញតើស្ថិតក្នុងចំណោមជនរងគ្រោះដែលមូសចូលចិត្តខាំដែរឬទេចូលខមមិនទាំងអស់គ្នាប្រសិនបើការចែករំលែកនេះមានប្រយោជន៍កុំភ្លេចចុច like subscribe channel ចម្ងល់ Daily Wonder ទាំងអស់គ្នាសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ